នៅវិមានព្រឹទ្ធសភានារសៀលថ្ងៃប្រហោះ10កើតខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែតុលាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយឯកឧត្តមបណ្ឌិតដាតុវីរ៉ាមូតហាតាប៊ីនអឹមឌីរ៉ាមលីចូលជួបសម្ដែងការគួសមនៅវិមានព្រឹទ្ធសភាយោងតាមឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភានៅក្នុងជំរំនេះសម្ដេចតេជោបានសម្ដែងនឹងការស្វាគមន៍ចំពោះប្រតិភូរបស់សហព័ន្ធសន្តិភាពពិភពលោកដែលបានអញ្ជើញមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជានិងបានចាត់ទុកវត្តមានរបស់ប្រតិភូសហព័ន្ធសន្តិភាពពិភពលោកមកកាន់ប្រទេសកម្ពុជានៅពេលនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងសហព័ន្ធសន្តិភាពពិភពលោកជាមួយនឹងស្ថាប័ននីតិបញ្ញត្តិនៅព្រះរាជាណាចក្រកម្ពុជានិយាយជារួមការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជានិងម៉ាឡេស៊ីកាន់តែមានភាពល្អប្រសើរនៅក្នុងឱកាសនោះឯកឧត្តមមូតហាតាបានសម្ដែងនឹងការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងគណៈប្រតិភូបានចូលជួបសម្ដែងការគូសពនាថ្ងៃនេះហើយឯកឧត្តមក៏បានលើកឡើងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មីហើយក៏បានសរសើរអំពីការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងមកដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ឯកឧត្តមនិងគណៈប្រតិភូរីករាយនឹងរងចាំស្ដាប់នៅការចែករំលែកនៅបទពិសោធន៍ប្រកបដោយគតិបណ្ឌិតពីសម្ដេចតេជោដែលមានបទពិសោធន៍យ៉ាងច្រើនក្នុងអាជីពជាអ្នកនយោបាយជាអ្នកដឹកនាំនាពេលកន្លងមកសម្ដេចតេជោក៏បានលើកឡើងដោយចែករំលែកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាពីអតីតកាលជាពិសេសការដឹកនាំរបស់សម្ដេចក្នុងការដឹកនាំកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនិងការធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពនៅក្នុងឆ្នាំ1998ដែលបានបញ្ចប់ទាំងស្រុងនៅសង្គ្រាមស៊ីវិលរហូតប្រទេសមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ដល់សពថ្ងៃនេះបច្ចុប្បន្នកម្ពុជាមានមេដឹកនាំថ្មីដែលជាអ្នកជំនាន់ក្រោយកំពុងតែដឹកនាំប្រទេសយ៉ាងស្វាហាប់និងដើរយ៉ាងលឿនក្នុងការបំពេញនូវការដឹកនាំសម្រាប់ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតទៅមុខនៅក្នុងឱកាសនោះផងដែរសម្ដេចតេជោក៏បានចែករំលែកអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នរវាងបញ្ហាព្រំដែនកម្ពុជានិងថៃសម្ដេចតេជោបានពន្យល់អំពីរឿងរ៉ាវដែលបានកើតឡើងហើយនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននិងកំពុងតែឈានទៅរកធ្វើយ៉ាងណាឲ្យមានដំណោះស្រាយវិលទៅរកភាពប្រក្រតីឡើងវិញដែលជាជំហររបស់កម្ពុជាអ្វីដែលកម្ពុជាចង់បានគឺរក្សានៅបទឈប់បាញ់ឲ្យបានហើយដោះស្រាយបញ្ហាទៅរកដំណោះស្រាយមួយវិលទៅរកភាពប្រក្រតីឡើងវិញដែលប្រទេសទាំងពីរធ្លាប់មានពីមុនមកជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានអរគុណចំពោះទូនាទីដ៏សកម្មរបស់ម៉ាឡេស៊ីនៅក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងថៃជាពិសេសសម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានបំពេញតួនាទីយ៉ាងរហ័សនិងលឿនក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃในឱកាសនោះឯកឧត្តមសមាជិកព្រឹទ្ធសភារបស់ម៉ាឡេស៊ីដែលជាប្រធានប្រតិភូបានសម្ដែងនឹងការអរគុណចំពោះសម្ដេចតេជោដែលបានចែករំលែកនិងពន្យល់យ៉ាងក្បោះក្បាយនិងគ្រប់ជ្រុងជ្រោយអំពីទស្សនវិជ្ជានៅក្នុងព្រះរាជាណាចក្រកម្ពុជាពីអតីតកាលនិងទស្សនវិជ្ជានៃបញ្ហាវិវាទព្រំដែនកម្ពុជានិងថៃនាពេលបច្ចុប្បន្នឯកឧត្តមសង្ឃឹមថាវិវាទព្រំដែនរវាងប្រទេសទាំងពីរនឹងអាចដោះស្រាយបានដោយសន្តិវិធីនាពេលខាងមុខហើយសង្ឃឹមថាសន្តិភាពនឹងកើតមានឡើងវិញសម្រាប់ប្រទេសទាំងពីរជាមួយគ្នានេះផងដែរឯកឧត្តមក៏បានរំលេចដោយកោតសរសើរចំពោះភាពរីកចម្រើននិងការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសឯកឧត្តមពិតជាមានសំណាងដែលបានធ្វើដំណើរចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោដែលជាអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់កម្ពុជាដែលមានភាពធំទូលាយដែលបញ្ជាក់អំពីភាពរីកចម្រើនរបស់កម្ពុជាឯកឧត្តមក៏បានកោតសរសើរចំពោះភាពរីកចម្រើននៃទីក្រុងភ្នំពេញដែលមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជាតែម្ដងជាចុងក្រោយសម្ដេចតេជោក៏បានជូនពរឯកឧត្តមមូតហាតានិងគណៈប្រតិភូទាំងអស់ក្នុងការបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យ